ខុសគ្នាប្រហែលជាទួល1គុណនឹង4ហ្នឹងមន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តបៃលិនបានសន្និដ្ឋានថាដំណាំទុរេនឆ្នាំនេះមានទិន្នផលច្រើននិងមានតម្លៃទីផ្សារល្អជាងឆ្នាំមុនលោកផានសុផាន់រាប្រធានការិយាល័យសេដ្ឋសាស្ត្រនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបៃលិនបានឲ្យដឹងថាប្រជាកសិករដែលបានដាំដំណាំទុរេននៅក្នុងខេត្តមានប្រមាណជាង42ហិកតាក្នុងនោះលោកសង្កេតឃើញថាមានផ្លែផ្កាល្អនិងមានអតិថិជនកក់ជាបណ្ដាក្នុងតម្លៃខ្ពស់ផងដែរពោលគឺតម្លៃ 20,000 ក្នុង1គីឡូក្រាមខណៈឆ្នាំមុន 17,000 រៀលជាមួយគ្នានោះដែរបើតាមការឲ្យដឹងពីលោកទូចប៉ងរស់នៅក្នុងភូមិអូតាពុកលឺសង្កាត់បៃលិនក្រុងបៃលិនខេត្តបៃលិនបានលើកឡើងដោយសង្ឃឹមថាទិន្នផលដំណាំទុរេនរបស់ខ្លួននឹងកើនឡើងខ្ពស់ខណៈពេលដែលឆ្នាំមុនប្រមូលផលដំបូងលោកបានជាង $10,000 តែលោកបានដាំដើមទុរេនជាង200ដើមនៅលើដីចម្ការរបស់ខ្លួនស្ថិតនៅក្នុងភូមិគោងភ្នំសង្កាត់បៃលិនក្រុងបៃលិនខេត្តបៃលិនអស់រយៈពេលជាង7ឆ្នាំមកហើយក៏បានដុះលូតលាស់យ៉ាងល្អនិងបានប្រមូលផលជាលើកដំបូងកាលពីឆ្នាំ2024ដោយបេះលូឲ្យឈ្មួញទិញយកទៅទទួលទានជួបជុំគ្រួសារបានថវិកាជាង$10,000លោកបន្តទៀតថាប៉ុន្តែនៅឆ្នាំថ្មីនេះក្រោយពេលដើមទុរេនបន្តលូតលាស់យ៉ាងល្អនិងបញ្ចេញផ្កាផ្លែច្រើនជាងឆ្នាំមុនទ្វេដងដោយលោកសង្ឃឹមថានៅពេលប្រមូលផលនាដើមខែឧសភាឆ្នាំ2025ខាងមុខនេះអាចនឹងបានថវិកាជាង$20,000ព្រោះលោកបានសង្កេតឃើញផ្លែទុរេនរបស់ខ្លួននៅលើដើមនីមួយៗមានសភាពធំល្អពោលគឺទាំងដើមនិងផ្លែមានកម្លាំងល្អជាងឆ្នាំមុនខណៈដែលលោកបានរៀនផ្សំជីធម្មជាតិពីកសិករថៃលោកបញ្ជាក់ទៀតថាមូលហេតុដែលធ្វើឲ្យដើមទុរេនបញ្ចេញផ្កាផ្លែយ៉ាងល្អបែបនេះគឺទី1ដោយសារតែអាកាសធាតុអំណោយផលល្អទី2ការថែទាំស្រោចទឹកដិតដល់និងជាប់អណ្ដាច់ទី3ការប្រើជីធម្មជាតិកំប៉ុស្តដោយគ្មានសារធាតុគីមីហើយធ្វើឲ្យផ្លែទុរេនមានរសជាតិឈ្ងុយឆ្ងាញ់ខណៈពេលដែលលោកបានរៀនបច្ចេកទេសដាំនិងថែទាំទាំងអស់នេះមកពីកសិករថៃផងដែរទោះបីជាយ៉ាងណាផ្លែទុរេនរបស់លោកពិតជាមានឱជារសឈ្ងុយឆ្ងាញ់មែនក្រោយពេលមានប្រជាពលរដ្ឋទិញយកទៅពិសានៅឯផ្ទះព្រោះការផ្សំសារជាតិជីមានលក្ខណៈស្តង់ដារដែលធ្វើឲ្យដំណាំទុរេនរបស់ខ្លួនលូតលាស់ល្អខុសពីដំណាំដទៃទៀតពោលគឺមានសភាពស្រស់ស្អាតពីមួយថ្ងៃទៅមួយថ្ងៃដែលធ្វើឲ្យលោកនិងប្រពន្ធសង្ឃឹមទុកជាមុនថានឹងទទួលបានផលគាប់ប្រសើរនាពេលប្រមូលផលឆាប់ៗខាងមុខនេះក្នុងការដាំហ្នឹងខ្ញុំដាំតាមដូចថាតាមបុរាណណាបងរបៀបដែលយើងធ្វើលក្ខណៈដែលជាធម្មជាតិច្រើនជាងគីមីហើយការថែទាំហ្នឹងកាលមុនក៏ខ្ញុំអត់សូវចេះដែរគ្រាន់តែថាយូរទៅយើងចេះតែមើលគេមើលឯងទៅបានថែបានប៉ុណ្ណឹងបងខុសគ្នាប្រហែលជាទួល1គុណនឹង4បងកាលមុនទី1វាចេញបានតិចទី2ដើមដែលវាទៅតូចតែឥឡូវវាដើមធំច្រើនហើយក៏វាផ្លែច្រើនឧបសគ្គនោះភាគច្រើនគឺសម្រាប់ខ្ញុំគឺសត្វល្អិតហ្មងបងលើមុនខ្ញុំបាញ់ថ្នាំមួយអាទិត្យម្ដងតែអត់ជោគជ័យទេតែដល់ពេលលើកនេះខ្ញុំបាញ់ដោយថាវាមានហើយខ្ញុំបាញ់នៅថ្ងៃហ្នឹង3ថ្ងៃទៀតខ្ញុំបាញ់ទៀតគឺវាងាប់អស់ដោយសារខ្ញុំគិតឃើញថាយក100សត្វល្អិតហ្នឹងវាមាន100ប៉ុន្តែដល់ពេលយើងបាញ់ម្ដងហ្នឹងវាងាប់តែ70ឯងអញ្ចឹងនៅសល់30ទៀតក្នុងរយៈពេលមួយអាទិត្យហ្នឹងគឺវារីករាលដាលបានច្រើនអញ្ចឹងខ្ញុំបាញ់ក្នុង3ថ្ងៃទៀតគឺអស់លីងមកតែអញ្ចឹងបានតារ៉េនខ្ញុំវាឃើញរឿងស្អាតបន្តិច